ក្រោយស្ដាប់វីដេអូនេះចប់ហេតុអីបានអ្នកទាំងអស់គ្នាមិនព្រមចាប់អាជីពជាអ្នកនិពន្ធនិងសរសេរសៀវភៅដើម្បីលក់ព្រោះការរកលុយអំពីសៀវភៅការបោះពុម្ពសៀវភៅក៏អាចរកលុយបានពី$500ទៅ$1000ដែរក្នុងមួយខែប្រសិនបើអ្នកទាំងអស់គ្នាធ្វើរឿងទាំងអស់នេះបានសម្រេចនិងជោគជ័យទី1អ្នកទាំងអស់គ្នាត្រូវដឹងថាការបោះពុម្ពសៀវភៅមួយក្បាលគឺអាចចំណេញបានចាប់ពី$5ទៅ$6តាមការ run market របស់យើងប៉ុន្តែតម្រូវតែអ្នកគ្នាបោះពុម្ពសៀវភៅចាប់ពី1000ក្បាលទៅ2000ក្បាលអញ្ចឹងចំនួនប៉ុណ្ណឹងអញ្ចឹងអ្នកទាំងគ្នាអាចចំណេញបានក្បាលពី$5ទៅ$6អញ្ចឹងចំណេញច្រើនមែនទែនអ្នកទាំងគ្នាអញ្ចឹងសៀវភៅមួយក្បាលចំណេញ$5ទៅ$6អញ្ចឹងអ្នកទាំងគ្នាអាចចំណេញបានរហូតដល់បើលក់មួយខែបាន100ក្បាលអ្នកទាំងគ្នាបានរហូតដល់$500ទៅ$600ហើយបើសិនអ្នកទាំងគ្នាលក់បាន200ក្បាលអ្នកទាំងគ្នានឹងបានលុយរហូតដល់ចំនួនតោះគ្នាគឺលក់បានច្រើនមែនទែនគឺបានចំនួនចាប់ពី$1000ទៅ$1200អ្នកទាំងគ្នាបានលុយច្រើនមែនទែនអំពីការលក់សៀវភៅអញ្ចឹងអ្នកទាំងគ្នាត្រូវដឹងថាការលក់សៀវភៅអាចរកលុយបានច្រើនមែនទែនរហូតដល់រាប់ពាន់រាប់ម៉ឺនដុល្លារអាស្រ័យលើអ្នកទាំងអស់គ្នាលក់សៀវភៅបានច្រើនអ្នកទាំងអស់គ្នាលក់សៀវភៅបានច្រើនការវិនិយោគសៀវភៅគឺជាការរកលុយដ៏ល្អមួយហើយបានជួយសង្គមទៀតផងអញ្ចឹងអ្នកទាំងអស់គ្នាបានឃើញអ្នកនិពន្ធជាច្រើនគឺស្ថានជាច្រើនហេតុអីគេចេញសៀវភៅរហូតព្រោះតែសៀវភៅគេលក់ដាច់អ្នកទាំងអស់គ្នាពេលគេលក់ដាច់គេមានលុយច្រើនមែនទែនអញ្ចឹងបើសិនណាគេដែលកំពុងតែត្រូវការរកមុខរបរឬអាជីពជាអ្នកនិពន្ធអ្នកទាំងអស់គ្នាអាចបោះពុម្ពសៀវភៅលក់សរសេរសៀវភៅលក់បើសិនអ្នកទាំងអស់គ្នាមិនទាន់យល់ដឹងអំពីការសរសេរសៀវភៅបែបណាអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមការរៀនសូត្រអំពីជំនាញក៏ជាចំណេះដឹងតែនិពន្ធបានអ្នកទាំងអស់គ្នានឹងអាចនឹងស្វែងយល់បន្ថែមមែនទែនថាតើការធ្វើជាអ្នកនិពន្ធត្រៀមខ្លួនមិនខ្លះទៀតដើម្បីអាចក្លាយជាអ្នករកលុយពីសៀវភៅបាន